ខ្ញុំនេះមិនអាចឃើញទេមិនអាចលើទេលើខ្លួនឯងមានមិនអាចប្រពន្ធកាន់ទេបែរជាឲ្យម៉ែក្មេងជាអ្នកកាន់ទៅវិញខ្ញុំយកបងឯងមកធ្វើជាប្តីខុសហើយណាបងជូនពុកម៉ែបងឡើងឡានទៅខ្ញុំនេះតែដេកវិញល្អជាងប្រលប់មិនតាន់ទេដេកលក់បាត់ទៀតហើយរាល់ថ្ងៃគ្មានបានស្អីនឹងគេទេមានប្តីដូចអត់ប្តីអញ្ចឹងអើយរងកម្មច្បាស់ណាស់ខ្ញុំអើយអើយដេកលក់ក៏ល្អដែរឆាប់ទៅលេងបងតាកែសម្បត្តិវិញល្អជាងគេអូនឃើញគាត់ឈឺទៅអូនតាន់បាននិយាយនឹងណាបងតែបងកំរំអីនេះអូននឹងរកពេលនិយាយជាមួយគាត់ឲ្យបានរឿងវាសនាស្រីផាត់ប្តីភាគទី1និពន្ធនិងផលិតវីដេអូដោយកញ្ញាហិនសីឡាលីលីបានរៀបការជាមួយនឹងបងប្អូនជាដូនមួយដែលមានឈ្មោះថាចន្ទថនលីលីនាងមិនដែលស្រឡាញ់ប្តីរបស់នាងឡើយព្រោះការរៀបការរបស់នាងគ្រាន់តែបំពេញមុខចាស់ទុំតែប៉ុណ្ណោះមិនក៏ធ្វើមុខសពូនម្លេះកូនមិនសប្បាយចិត្តរឿងអីទៅគ្មានអីទេបងពុកមានការអីជាមួយខ្ញុំមែនទេគ្មានអីទេពុកគ្រាន់តែអបសង្ឃណែពុកថាត្រឡប់ទៅស្រុកថ្ងៃនឹងវិញហើយណាកូនពុកម៉ែមិនសូវចេះនៅភ្នំពេញទេបន្ទប់3ម៉ែត្រ4ជ្រុងវាតូចពេកហើយអូចាទៅក៏ទៅចាពុកម៉ែមកយូរថ្ងៃដែរហើយខ្ញុំគ្មានពេលចាំបម្រើនោះទេមើលតែឯងដូចជាទៅទាល់នឹងពុកម៉ែដល់ហើយចុះកូនថននោះគេទៅណាបាត់ហើយទៅបាត់ទេរកតែពេលទៅលេងល្បែងអីក៏មិនបានដែរមីទូចម៉ែឯងសួរមិនលឺទេអីកូនហើយធំណាស់រកតែមើលរឿងភាគអីក៏មិនបានដែរម៉ែសួរសំណួរនេះស្ទើរតែរាល់ថ្ងៃហើយណាខ្ញុំឆ្ងល់ណាស់ម៉ែឯងនេះភ្លេចឬក៏ធ្វើជាមិនដឹងទេកូនប្រុសម៉ែឯងគ្មានតាណាក្រៅពីយកលុយទៅឲ្យពេទ្យនោះទេនោះគាត់ដើរមកហើយនោះម៉ែឯងនេះចាប់សួរអីក៏សួរគាត់ខ្លួនឯងទេមានអីមែនទេអូនមានបងឯងទៅពេទ្យស្ទើរតែរាល់ថ្ងៃអស់លុយចាន់ណាល្មមយកលុយពីម៉ែហើយនេះលុយឯងម៉ែដាក់ចងការឲ្យគេនៅភូមិអស់ហើយពួកឯងដេកចាំស៊ីតែលុយការប្រាក់ទៅខ្ញុំនេះមិនអាចឃើញទេមិនអាចលើទេលុយខ្លួនឯងមានមិនអាចប្រពន្ធកាន់ទេបែរជាឲ្យម៉ែក្មេងជាអ្នកកាន់ទៅវិញខ្ញុំយកបងឯងមកធ្វើជាប្តីខុសហើយណាបងជូនពុកម៉ែបងឡើងឡានទៅខ្ញុំនេះតែដេកវិញល្អជាងអូនឈប់សិនកុំប្រកាន់ប្រពន្ធខ្ញុំអីពុកម៉ែនាងតែប៉ុណ្្នឹងទេប្រពន្ធឯងដល់កហើយអាថនអើយគ្មានចេះគោរពឪពុកក្មេងម្ដាយក្មេងអីសោះប្តីឈឺដេកពេទ្យទាំងមូលប្រពន្ធដេកមើលទូរស័ព្ទធ្វើមិនដឹងទៅវិញក្រែងម៉ែវាឯងជាអ្នករើសកូនប្រសាឲ្យកូនតើអីកុំទៅបន្ទោសកូនអីយ៉ាងណាសេរីលុយយកមកឲ្យប្តីប្រពន្ធគេវិញទៅកុំចង់កាន់លុយកូនអីខ្ញុំមិនឲ្យទេព្រោះជាញើសឈាមកូនប្រុសខ្ញុំខំរកខំធ្វើខ្ញុំជួយសន្សំឲ្យកូនយើងមិនល្អជាងអីឆាប់ទៅពុកម៉ែខ្ញុំជូនឡើងឡានខ្ញុំមិនសូវស្រួលខ្លួនប្រហែលទេមើលថែខ្លួនឲ្យល្អណាកូនណាបើឈឺត្រូវទៅពេទ្យណាកូនកុំរិះថាំលុយពេកខ្វះខាតអីប្រាប់ម៉ែណាកូនប្រុសបានម៉ែហើយបើប្រពន្ធឯងមិនយកចិត្តទុកដាក់ទេនោះទៅនៅផ្ទះយើងវិញទៅកូនម៉ែទទួលដៃដំលីលីមិនដាល់ខ្វល់ជាមួយប្តីនាងឡើយគិតតែពីមើលទូរស័ព្ទគ្រប់ពេលអីចាអ្នកណាឆាតមកនឹងហើយសង្ហាខ្លាំងណាស់តោះតែរៀងចំណាស់បន្តិចតែទំនងជាអ្នកមានឲ្យមកទៅនោះលេងជាមួយបន្តិចសិនកុំឲ្យគេថាយើងនេះរឹងសួស្ដីស្រីស្អាតកំពុងតែធ្វើអីហ្នឹងបងសុំរាប់អានផងបានទេបើបានឬមិនបានសូមមេត្តាឆ្លើយតបវិញផងណាបងរងចាំអូហូសំដីសំដៅពីរោះខ្លាំងណាស់មិនដូចប្តីខ្ញុំទេទុយមួយសឹកចិញ្ចឹមតែជំងឺហើយឆ្លើយតបវិញល្អជាងចាសួស្ដីបងរីកដូចគ្នាដែលបានស្គាល់បងលីលីនិងបរោះមានវ័យចំណាស់ម្នាក់នោះបានដោះដងពាក្យសម្ដីដាក់គ្នាតាមឆានយ៉ាងសប្បាយរីករាយភ្លាមនោះស្រាប់តែចន្ទថនដើរមកដល់ល្មមចាអញ្ចឹងប៉ុណ្ណឹងសិនហើយណាបងចាំទំនេរចាំអូនឆាត់ទៅវិញណានិយាយជាមួយនរណានឹងអូនមើលតើអូនដូចជាសប្បាយខុសពីធម្មតាគ្មានអីនោះទេខ្ញុំនិយាយទូទៅធម្មតាតែហើយចាស់ជំងឺបងយ៉ាងម៉េចទៅហើយដូចជាមិនធូរស្រាលទេអូនប្រហែលជាត្រូវទៅពេទ្យច្រើនដងទៀតខ្ញុំឆ្ងល់បងឯងដល់ហើយនេះខ្លួនឈឺប៉ុណ្ណឹងទៅហើយហេតុអីក៏មិនយកលុយពីម៉ែបងឯងឲ្យអស់មកនៅឈឺរ៉ាំរ៉ៃដល់ណាទៀតទេម៉ែគាត់ធ្លាប់កាន់លុយរាប់ឆ្នាំទៅហើយអូនបងខ្ជិលទាគាត់ណាបើថាពិបាកពេកនោះលេងលះគ្នាទេហើយបងឯងទៅនៅជាមួយម៉ែបងឯងវិញចាស់កាន់ទៅវិញឆ្ងាយហើយអូនទុកទូរស័ព្ទសិនទៅហើយទៅទិញម្ហូបមកអូនបងហេវបាយហើយក៏បានដែរខ្ញុំបញ្ចូលថ្មទូរស័ព្ទនៅទីនេះជួយមើលផងណាហើយបងឯងនេះអត់មានលួចមើលទូរស័ព្ទខ្ញុំទេយល់ទេ
lúc dục lãng Lily khăng nângប្តីនាងជាខ្លាំង Bà lụm toàn thế đẩy lộ bạch tiết hay Rồi thằng ai cái miệng mặt sẽ nâng kê tê Mẹ bà đẩy đẩy ọt bà đẩy chăng Ây rồng cầm cho bàn nạc nhóm ơi Ai đẩy lộ cả lọ đây Chát tờ lên bong tà cai sầm bạch với lọ chinh Sốt đây bong sầm bánh Mình nực ổn đai tê nâng bong Nực khẳng ná Trong chụp mục tòa đòl hai nè Bà sân chật ngày sải ôn tùm nế Xông đòl kịch tự vô mà chụp bong bàn tế Bong miền rương chỉ tràn nát để chong để dây prap ôn Cái ôn toàn bà gọt tê Cần chơi cho nè Bà sân chật sải ôn tùm nế Ôn nâng prap bong cha Có bàn bong rong chăm ná Good night Lily đây mình sọc xó Bọn oi từ prức Nâng ảo ban rô ổ cá Chanh từ chôp thả cai sòng bàn Lúc đòl bèl prực lãng Niên có xua bà đầy thả Ngày nâng bom tớ bà tê Bọn thả chăm ngày tên Cho ôn ngày ní sliệp bệ sàn mà lẽ Ní ôn trong tờ na nâng Công prap thả ôn chun bọn từng tì bệt ná Bờ bạp nụ mến bọn sọ bài chặt slap hai À tê bong nâng mình nè anh cha Ngày ní xa miên ca trời trên tờ crai Mình sẽ bắt tham mang bà mang tờ lọc mau với nô tê Ôn trong tờ ná chăm bọn chun tê Tay chăm bọn mau bị bệt sân ná Mình ấy tê bong tờ thơ ca rồi bỏ bong cha Xăm chơi tọc tọc tay của bạn đây ní Bọn tay rõ đón ôn đa hiên tờ na mà na ta mà nè anh tê Mình ấy tê Tôi tờ riêng đa mình nè anh khai Tập cho vật mình này Xăm tay hay ní Bánh trắng bà giặt khuôn phong na ôn Ngày nính bộ bồn nhóm lại ná Ních nhóm cất tràn bê tiết đắng Lily nâng thả cai sòng bắn Có ban một chụp khía đôi để chắt bàn bong bật mền Chụp nơi khẳng kráo ôn sọc sạch chiêng nực nông tù rửa sạp tử tiên Bóng lông snai ôn đọ chặn rồi tê Lâu tờ cai xa xa xăm bê hay Xăm yên lòng hiên xâm lưng mọc lâu tờ cai nô tê Tây tiến ôn lên yên nâng bong hai Bong tha bụi dân cho tầng nông tê Nè lâu tờ cai trong tà nà nín Xăm tha dân nhằm bay nà tê ní lọ hay ní Tam bật tớ Bóng tanh tà nhằm mà ha nâng nông bằng tục VIP Tỏ chênh ôn Bóng miền rừng tràn ná trong dây cho mùi ôn Chà bạn Ôi Con tà nhằm bay cả nâng nông bằng tục VIP đây Cứ chê nè miền bật bật đây Dòng mạch đáy ôn Bình chặt mà hộp từng o ní đáy tế Mà hộp sát tờ chanh tiếng á Khóng bình chặt khăn nè con này nó lâu tờ cái Đẹp đó cái tờ dũ xâm rạp nên khóng Cứ mau bị bong bình chặt ôn nụ ấy Rồi cho ôn bình chặt bong vinh đáy tế Bong chả hai ná Và hai chị ôn mình snai tế mở tới nô Cái ôn bình chặt nông bong khăn nè Tệp xâm rạp chặt mà chụp nông bong nâng nè Tại ôn micro sát tờ hai Tạ bong vô tọa đáy tế Ôn sọ sạch dạng nắng Bà ôn prap bong thả ôn toàn miền đấy của bong chưa đá Ôi tờ ôn vô prom ôi bong chỉnh chăm mơ thai Tai bong miền lẹ khăn môi đòl ôn ná Lẹ khăn ở vậy tờ bong Ôn lên lẹ bà đây ôn tế Bong son để ra thả bong nằm đòl ôi ôn cụp giang Mình thả lũy, lán, rư cập tè nô tế Chọ bong mêប្រពន្ធហើយនេះបងប្រាប់អូនបានទេ Bong miền ta Tại bà đây bà pôn bong rô nơm Xây cho sầm rong khnia tế Mình thả bong miền srei đọc nẹ tiết Có bà pôn bong khoal đà Công kịch tràn ấy ná Sầm khánh bèl ní bong sả lạnh ôn Hai nâng sả lạnh rồi hốt tỏ tới đà តាមពិតទៅអូនក៏មិនដែលស្រឡាញ់ប្តីអូនដែរពួកយើងរៀបការជាមួយគ្នាក៏ព្រោះតែចាស់ទុំសុំកុំឲ្យតែប៉ុណ្ណោះ Chẳng ôn yol prom thvơi chỉ song xa bong hai miền tế ôn yok từ kết mơ sân tới của bạn đà ná Tại ôn trời từ chăm ná Bong chỉ một nụ miền ẩm nách Nực nông sân cung mình nè Bong mình trong miền chmốt đàn đam bộ pôn kê tế Bong sân khâm thả ôn nâng yol bị bong phong ná ចាអូនយល់ហើយបងក៏ព្រួយរឿងនឹងអញនេះអូននឹងចាត់ការឲ្យបានលឿនបំផុត Bật mê nấy Bong sờ bài chặt khẳng ná Chẳngពួកdân từ rốt ấy sờ bài thvơi vinh tới na ôn sầm lánh ចាបងសម្លាញ់ចឹងអូនទៅងុយទឹកសិនហើយនេះ Từng ngụt tức từng ọc nia ta mà đong tới ôn Bong rong chăm pel về liệp bài này vô mà hai តាមចិត្តបងចា Lily từ tuol bàn lôi chỉ trán pi thả cai sầm bắn Thvơ ở niêng sờ bài chặt chiếc khẳng បងថ្លៃនេះបងនៅតែម្នាក់ឯងទេហើយចាប់បងលីលីទៅណាបាត់ហើយ Bong có mình chả bạc đa Tại quạt thà miên ca lửa vôl nơi khẳng krau
ទើបប្រញាប់ចេញទៅតាំងពីព្រឹងហាឥឡូវបងលីលីមានការទៅខាងក្រៅទៀតប្លែកណាស់រត់ដងបើមិនទៅជាមួយបងក៏គាត់ពឹងខ្ញុំឲ្យជូនទៅដែរណាបងក៏ឆ្ងល់ដែរបងទេទៅក៏មិនព្រមលើកទៀនបងបារម្ភពីគាត់ខ្លាំងណាស់បើសុខភាពបងល្អជាងនេះបងមិននៅស្ងៀមទេមែនហើយខ្ញុំទេទៅក៏គាត់មិនទទួលដែរទៅបានជាខ្ញុំមកទីនេះហើយចុះបងពិសាបាយហើយណីបងឃ្លានទេចាំមើលបងឯងត្រឡប់មកវិញសិនទៅនឹងហូបបាយជុំគ្នាហើយខ្ញុំនេះឆ្ងល់ហើយសាញ់ឆ្ងល់អូនោះបងលីលីគាត់មកវិញហើយតាបងអូម៉ាលីឯងមកផ្ទះបងមានអ្វីមែនទេមានខ្ញុំទៅបងហេតុអីក៏បងមិនទទួលទូរស័ព្ទខ្ញុំអញ្ចឹងហើយចុះនេះបងមកពីណានឹងថ្ងៃនេះបងមានការនៅខាងក្រៅទៅមិនបានទទួលទូរស័ព្ទឯងនឹងណាការងារអីទៅបងរត់ដងបងមិនដែរទៅណាមកណាតែម្នាក់ឯងអញ្ចឹងនោះទេណាម៉ាលីបងធំហើយហេតុអីបងត្រូវប្រាប់ឯងគ្រប់ពេលដែរនោះគ្រប់គ្នាបារម្ភពីអូនណាទើបនាំគ្នាទេទៅរកអូនសូមអូនកុំខឹងនឹងប្អូនអីណាដើម្បីកុំឲ្យគ្រប់គ្នាបារម្ភពីខ្ញុំលើក្រៅខ្ញុំទៅណាមកណាខ្ញុំអាចទៅម្នាក់ឯងបានហើយអ្នកគ្រប់គ្នាមិនចាំបាច់ខ្វល់ពីខ្ញុំទៀតនោះទេហេតុអីក៏អូននិយាយបែបនេះប្អូនម៉ាលីគេខំកាត់ពីឆ្ងាយមករកអូនណាខ្ញុំទៅវិញឲ្យបងថ្លៃថែសុខភាពផងណាបងសុខសប្បាយអូនហើយបងមិនដឹងថាអូនចេញទៅក្រៅបានជួបនរណាខ្លះទេតែបងគ្រាន់តែដឹងថាពេលអូនត្រឡប់មកវិញអូននិយាយស្ដីប្លែកច្រើនណាស់តែខ្ញុំគួរតែនិយាយប្រាប់បងចិនថនតាមត្រង់ឬក៏យ៉ាងណាទេអត់ទេពេលនេះគាត់កំពុងតែនៅឈឺនៅឡើយខ្ញុំអាចប្រាប់គាត់បានទេអើគ្មានអីទេបងជិះមកផ្លូវស្ទះពេកតែធ្វើខ្ញុំមកមកច្រើននឹងណាបើអញ្ចឹងយើងញ៉ាំបាយទៅអូនបងធ្វើម្ហូបចាំអូនច្រើនណាស់បងញ៉ាំតែម្នាក់ឯងចាស់ព្រោះខ្ញុំញ៉ាំបាយពីក្រៅឆ្អែតហើយអត់ណាបងឯងខ្ញុំទៅផ្ទះបងកន្លប់ហើយនេះបងចូលកេងមុនចាស់កុំភ្លេចលេបថ្នាំផងឯងប្រពន្ធខ្ញុំឥឡូវប្លែកខ្លាំងណាស់តើមានរឿងអីកើតឡើងទេខ្ញុំមិនចង់ឆែកទូរស័ព្ទនាងទេប្រពន្ធខ្ញុំគ្មានថ្ងៃក្បត់ចិត្តខ្ញុំទេអេលីលីមានកម្មវិធីអីមែនទេស្រស់ស្អាតខ្លាំងណាស់ឯងគេតែងខ្លួនដែរឡើងធម្មតាតែឥឡូវនេះទំនេរហើយយប់នេះមានជើងដែរទេនឹងហើយមិនខ្វះជើងនោះទេតែមើលទៅទឹកមុខឯងនេះដូចជាស្រស់ស្រាយខ្លាំងណាស់ណែបើឯងនៅកមុំវិញណាទឹកមុខនេះគេថាគឺជាមនុស្សទើបនឹងមានស្នេហាចាស់បាក់គ្នាមានប្តីហើយមានស្នេហាមិនបានទេឯងឈួនកុំនិយាយលេងច្រើនពេកប្រយ័ត្នប្តីឯងលឺគាត់មិនសប្បាយចិត្តទៅណាគាត់នេះកំពុងតែឈឺស្រាប់ផងតែគ្នាអត់បាននិយាយលេងទេនេះបាក់គ្នានិយាយប្រាប់ឯងហើយនោះឯងក៏ដែរនិយាយប្រាប់គេលឺអត់ពេលនេះគ្នាមានអ្នកចិញ្ចឹមហើយហាឯងថាម៉េចមានគេចិញ្ចឹមហើយអីកុំមកលើពេកបានទេហើយមែនហើយតែគាត់មានលក្ខខណ្ឌមួយហាលក្ខខណ្ឌអីទៅណែឯងឆាប់ប្រាប់គ្នាមកណាគ្នាចង់ដឹងខ្លាំងណាស់គេគាត់ឲ្យគ្នាលេងប្តីគ្នានោះណាឯងជួយគិតគ្នាបន្តិចទៅមើលតើគ្នាគួរប្រាប់ប្តីគ្នាបែបណាទេដើម្បីឲ្យគាត់ឆាប់យល់តែឯងកំពុងផិតក្បត់ប្តីឯងហើយណាលីលីនេះឯងមិនអាណិតប្តីឯងខ្លះទេអីអាណិតដឹងតែអាណិតហើយតែគ្នាមិនដែរស្រឡាញ់គាត់ម្ដងណាឡើយមនុស្សដែលគ្នាស្រឡាញ់ណាគឺលោកតាកែសម្បានគាត់មើលថែគ្នាបានល្អណាស់ណារឿងនេះគ្នាមិនហ៊ានឲ្យយោបល់ទេឯងគិតមើលខ្លួនឯងទៅណាអូនោះយាយលក់ពងទាដើរមកហើយខ្វះតែម្នាក់ទៀតគ្រប់ជើងហើយណាតែឯងមិនត្រូវយករឿងនេះទៅប្រាប់អ្នកណាទេណាព្រោះរឿងនេះសូម្បីតែប្អូនស្រីគ្នាហើយនឹងពុកម៉ែគ្នាក៏មិនតាន់ដឹងផងដឹងហើយចូលតិចខាងឆ្វេងចេញតិចខាងស្ដាំប៉ុណ្ណឹងបានហើយមែនទេអើយនាងនេះល្ងងខ្លាំងណាស់ឬអាស្រូវខ្លួនឯងលៀមមិនតាន់ចិត្តផងហើយចុះតម្រាំតែយើងនោះឲ្យយើងលាកមិននឹងកើតទៅតើរឿងវាបែបណាទៅណោះហេតុអីក៏បងលីលីផ្លាស់ប្ដូរ180ដឺក្រេអញ្ចឹងតាំងពីធំដឹងក្តីមកបងលីលីក៏មិនដែរថាឲ្យខ្ញុំអញ្ចឹងទេច្បាស់ជាមានរឿងអ្វីមួយដែលខ្ញុំមិនដឹងហើយយ៉ាងម៉េចទៅហើយអូនបាននិយាយជាមួយប្តីអូនហើយនៅគេអូនឃើញគាត់ឈឺទៅអូនមិនតាន់បាននិយាយនឹងណាបងតែបងកំរំអីនេះអូននឹងរកពេលនិយាយជាមួយគាត់ឲ្យបានបងដឹងថាអូនពិបាកនៅក្នុងការនិយាយរឿងនេះតែបើអូនមិនព្រមគោរពតាមលក្ខខណ្ឌបងទេបងក៏មិនអាចរួមផ្លូវជាមួយអូនទៀតបានដែរព្រោះបងមិនចង់មានបញ្ហាទេហើយយ៉ាបងសម្លាញ់អូនដឹងថាអូននេះត្រូវធ្វើបែបណាហើយបងទុកពេលឲ្យអូនសិនទៅនេះអូនសន្យាថានឹងនិយាយជាមួយគាត់នៅអាទិត្យនេះបានត្រឹមតែមួយអាទិត្យវាមិនយូរទេបងជឿជាក់លើអូនណាចាបងអញ្ចឹងថ្ងៃនេះបងនាំអូនទៅទិញគ្រឿងពេជ្រមួយឈុតទៅបានទេព្រោះថាតាំងពីយើងជួបគ្នាមកបងមិនដែលមានកាដូឲ្យអូនទេនេះរឿងនឹងហើយដែលបងបារម្ភនោះ
ក្នុងពេលនេះបងមិនហ៊ានបណ្ដើរអូនទៅណាមកណាទេព្រោះអូននៅពាក់ព័ន្ធជាមួយប្តីអូននៅឡើយអញ្ចឹងពេលអូនលេងលះគ្នារួចអូនសុំគ្រឿងពេជ្រមួយឈិតបានទេអូនចង់បានយូរហើយបានពិតជាបានអូនចង់បានលើសពីនឹងក៏បងឲ្យអូនបានដែរបងឯងនេះយល់ចិត្តអូនមែនទេអូនពិតជាមានសំណាញ់ខ្លាំងណាស់ដែលបានជួបបងនេះអូនលីលីចេញទៅក្រៅទៀតហើយមែនទេហើយកុំឲ្យដូចខ្ញុំគិតអីលោកណាក្មួយថនប្រពន្ធឯងនៅផ្ទះដែរទេហ្នឹងអូប្រពន្ធខ្ញុំចេញទៅក្រៅបាត់ហើយពូមានអីជាមួយនាងមិនមែននេះក្មួយមិនដឹងទេអីក្មួយគេល្បីពេញផ្ទះជួលហើយណាល្បីរឿងអីទៅពូខ្ញុំទៅមកពីជួបពេទ្យហ្នឹងខ្ញុំមិនដឹងរឿងអីសោះពូគឺនាងកលាបដើរនិយាយពេញហ្នឹងថាប្រពន្ធក្មួយមានគេចិញ្ចឹមតើរឿងនេះវាពិតដែរទេមិនពិតទេពូហើយនាងកលាបដឹងរឿងនេះមកពីណាទៅឮវាប្រាប់ថានាងលីលីនិយាយប្រាប់វាដោយផ្ទាល់មាត់ឥឡូវល្បីផ្អើលពេញហ្នឹងទៅហើយពូទៅវិញសិនទៅខ្ញុំចង់នៅម្នាក់ឯងពូមកនេះមានបំណងល្អទេណាក្មួយថនអញ្ចឹងពូទៅវិញហើយហេតុអីក៏អូនធ្វើបែបនេះដាក់បងអញ្ចឹងលីលីតើបងមិនល្អត្រង់ណាទេឬមួយក៏មកពីបងឈឺមែនទេបានជាអូនដាច់ចិត្តមានថ្មីចោលបងដូចនេះបងថ្លៃតាំងអារម្មណ៍សិនទៅណាបងខ្ញុំបារម្ភពីសុខភាពបងខ្លាំងណាស់លីលីមានថ្មីចោលបងហើយប្អូនម៉ាឡេតើប្អូនដឹងរឿងនេះដែរទេពេលនេះល្បីពេញនឹងហើយខ្ញុំស្ដាប់លើពុំម៉ែនិយាយអស់ហើយតែបងកុំបារម្ភអីណាចាំខ្ញុំចាត់ការរឿងនេះឲ្យបងចាស់ពេលនេះប្អូនទៅវិញសិនទៅបងចង់នៅម្នាក់ឯងឲ្យបងសុំទៅចុះណាអត់ទេខ្ញុំមិនបដាឲ្យបងនៅតែម្នាក់ឯងឡើយឲ្យខ្ញុំនៅកំដៅបងផងទៅណាម្យ៉ាងខ្ញុំក៏ចង់ជួបបងលីលីដែរបងថ្លៃឲ្យខ្ញុំសុំទោសជំនួសបងលីលីផងណាអញ្ចឹងប្អូននឹងអង្គុយទីនេះសិនហើយបងសុំទៅសម្រាកសិនចាំពេលលីលីមកវិញសុំយើងនិយាយគ្នាចាបងហើយអាណិតបងថ្លៃណាស់ហេតុអីក៏មកជួបរឿងបែបនេះទៅវិញអ្នកម៉ាលោកប៉ាមានស្រីកំណាន់ទៀតហើយមីស្រីនោះជាអ្នកណាហ៎កូនស្គាល់វាដែរទេកូនស្គាល់ទេម៉ាតែលោកប៉ាឧស្សាហ៍នាំមីស្រីនោះទៅហាងមិត្តភក្តិកូនណាម៉ាខ្ញុំថារឿងនេះតើឲ្យខ្ញុំជាអ្នកដោះស្រាយវិញល្អជាងម៉ាក់អ្នកម៉ាក់កំលោកដៃអីបានទេម៉ាក់មិនលោកដៃគឺថាមិនបានទេប៉ាឯងធ្វើបាបចិត្តម៉ាក់ពេកហើយម៉ាក់កំព្រួយអីនេះកូននឹងជួយម៉ាក់ឲ្យពេញទំហឹងតែម្ដងល្អណាស់កូនស្រីម៉ាក់ដែលនៅខាងម៉ាក់នោះកូនសាក់កូននេះជួយស៊ើបកន្លែងដែលមីស្រីនោះរស់នៅឲ្យម៉ាក់ផងណាធ្វើបាបដែរទេកូនបាទម៉ាក់អញ្ចឹងកូនសុំខលទៅលោកប៉ាសិនឈប់សិនរឿងនេះមិនត្រូវឲ្យប៉ាកូនឯងដឹងទេឬទេកូនដឹងហើយម៉ាក់ប្អូនធីតាមើលថែម៉ាក់ឲ្យបានល្អផងណាចាបងអ្នកម៉ាក់កុំពិបាកចិត្តអីនេះយ៉ាងណាក៏លោកប៉ានេះមិនចាំអ្នកម៉ាក់ដែរម៉ាក់ដឹងតែម៉ាក់ស្អប់សណ្ដានមនុស្សប្រុសណាដែលវាភិតក្បត់ប្រពន្ធកូនណាម៉ាលីឯងមកផ្ទះបងធ្វើអីទៀតហើយផ្ទះសម្បែងឯងនៅលេងកាត់ហើយមែនទេចាខ្ញុំនៅផ្ទះខ្ញុំលេងសុខហើយព្រោះថារឿងអាស្រីបងស្រីខ្ញុំនេះវាល្បីល្បាញខ្លាំងពេករឿងអាស្រីស្អីទេនេះឯងនិយាយរឿងអីហ្នឹងហ៎បងទៅសួរបងកលាប់ខ្លួនឯងទៅថាដែរនិយាយអ្វីខ្លះនេះកលាប់ដែរនិយាយរឿងបងមែនទេត្រូវហើយតើអូនបានធ្វើដូចដែលនាងកលាប់និយាយដែរទេបងចង់ដឹងចេញពីមាត់របស់អូនខ្លាំងណាស់ក្នុងពេលនោះដែរនាងម៉ាលីក៏បានយកទូរស័ព្ទរបស់លីលីឆែកមើលផ្ទិចគ្មានសល់បងកលាប់និយាយមិនខុសទេបងក្បត់ចិត្តបងថ្លៃពិតមែនបានដឹងក៏ល្អដែរព្រោះខ្ញុំនេះក៏ចង់និយាយរឿងនេះស្រាប់ផងបងថានខ្ញុំត្រូវការលេងលះជាមួយបងអត់ទេបងមិនលេងទេព្រោះបងស្រឡាញ់អូនយ៉ាងណាក៏បងមិនព្រមលេងដែរជំងឺបងមើលអស់លើច្រើននេះមួយថ្ងៃកាត់មួយថ្ងៃកោមិនទៀងទាត់ទេខ្ញុំនេះមិនចង់មិនម៉ាយទាំងក្មេងទេណាបងដោះលែងខ្ញុំទៅបានទេបងនិយាយហួសហេតុពេកហើយណាបងលីលីនិយាយប៉ុណ្ណឹងនៅតិចពេកផងខ្ញុំមិនអាចរស់នៅជាមួយមនុស្សដូចជាបងបានទេបានបើអូនគិតច្បាស់ហើយបងក៏គ្មានអ្វីនិយាយទៀតដែរសម្រាប់ទៅតាមនឹងទៅចុះសូមរងចាំទស្សនានៅភាគបញ្ចប់សូមអរគុណស្វាគមន៍កាន់ Studio SK Studio SK មានទទួលថតចម្រៀងត្រឹមតែមួយបទ$15តែប៉ុណ្ណោះ$15តែប៉ុណ្ណោះវ៉ាវពិសេសមែនទែនទំនាក់ទំនងតាម Telegram 089894343លេខទូរស័ព្ទ086 333 699និង069 30
សំការ៉េ9តម្រាំតែខ្ញុំជាស្រីមាត់ដាច់នោះលាក់មិននឹងចិត្តទេហ៎សំមុខឯងហើយខ្មាស់គេដែរទេឯងនេះថោកទាបខ្លាំងណាស់មីស្រីមុខល្បែងសម្ដីឯងដូចជាឆ្លើយពេកហើយណាមីក្មេងពេលម្សិលមួយថ្ងៃសម្ដីនេះនិយាយដាក់មនុស្សដូចជាឯងវាមិនឆ្លើយទេពួកឯងចាប់វាទៅយើងនឹងបដៅវាចេញម្ដងពួកយើងឆាប់ទៅថតទៅមែនណាច្បាស់ណាយើងឆាប់ថតទៅព័ត៌មានលើកនេះដឹងតែផ្ទុកទៀតហើយឆាប់ថតទៅកុំថតអីណាឆាប់ថតរឿងវាសនាស្រីផិតប្តីភាគបញ្ចប់និពន្ធនិងផលិតវីដេអូដោយកញ្ញាហិនសីឡាល្អណាស់អញ្ចឹងចាប់ពីថ្ងៃនេះតទៅពួកយើងទៅពីអ្នកគឺចាប់គ្នាហើយបងឯងនេះក៏មិនចាំបាច់នាំចាស់ទុំទាំងសងខាងមកផ្សះផ្សារឿងរបស់យើងដែរណាព្រោះតែខ្ញុំនេះមិនត្រឡប់ទៅយកបងឯងទៀតទេបងយល់ហើយអូនកំព្រួយអីបងមិននៅរំខានក្នុងជីវិតអូនទៀតទេអូនទៅចុះបងមិនខឹងអូនទេបងមានតែជូនពរឲ្យជោគជ័យនៅក្នុងជីវិតបានឲ្យបងថ្លៃឈប់និយាយតែបងលីលីខ្ញុំមិននឹកស្មានថាបងឯងនេះខ្លាចជាមនុស្សបែបហ្នឹងសោះបងឯងផ្លាយច្រើនណាស់ចាំទៅជួបគ្នានៅភូមិខំចាស់ខ្ញុំទៅហើយខ្ញុំនេះមិនចេះរស់នៅទីនេះទេឈប់សិនបងលីលីប្រាប់ថាឲ្យឈប់សិនកុំខាត់នាងអីម៉ាលីឲ្យនាងទៅចុះចំណែកបងក៏បងឈប់នៅទីនេះទៀតដែរចុះបងទៅណែណាទៅបងថ្លៃបងក៏មិនសូវជាដូចគេឯងដែរណាបងគិតថាទៅនៅផ្ទះបងវិញហើយកុំឲ្យចំណាយច្រើនពេកចាបើបងសម្រេចចិត្តបែបនេះហើយនោះខ្ញុំក៏មិនហ៊ានខាត់បងដែរអញ្ចឹងចាំខ្ញុំជួយរៀបចំអីវ៉ាន់ជូនបងចាណាបងអរគុណហើយណាប្អូនម៉ាលីដែលជួយបងនៅក្នុងគ្រានេះមិនអីទេបងយ៉ាងណាក៏បងនៅតែជាបងជីដូនមួយខ្ញុំដែរបងកុំគិតច្រើនអីនេះរឿងអាស្រូវមួយនេះក៏បានល្បីដល់ត្រចៀកចាស់ទុំនៅឯស្រុងពិតជាថោកទាបមែនវាធ្វើនេះវាមានគិតដល់មុខមាត់គេឈ្មោះឪពុកម្ដាយខ្លះទេមិនអីទេកូនម៉ាលីប៉ុណ្ណឹងសិនចុះកូនយ៉ាងម៉េចដែរពុកវាមានយ៉ាងម៉េចទេទៅក៏វាមិនលើកដែរប្រហែលជាទៅនៅជាមួយគេបាត់ហើយក៏មិនដឹងនឹកក្តៅចិត្តណាស់ខ្ញុំពេលនេះកូនថនមិនដឹងជាយ៉ាងម៉េចទៅហើយទេអញ្ចឹងខ្ញុំទៅមើលកូនថនសិនណាពុកវាឮថាមកស្រុកថ្ងៃនឹងហើយទៅចុះម៉ែវាខ្ញុំផ្ដាំសួរសុកទុកកូនថនផងណាគេមកធ្វើអីទៅបងខ្ញុំមិននឹងហ៊ានទទួលទេហើយប្រហែលជាល្បីពេញស្រុកហើយមកទៅនោះឲ្យកូនសំតបផងណាពុកម៉ែតែធ្វើឲ្យអ្នកទាំងពីរខ្មាស់គេតាមអីទេសម័យឥឡូវនេះទេហើយឲ្យតែមានលុយអាចបិទមាត់អ្នកស្រុកចិត្តហើយមិនក៏និយាយម្នាក់ឯងអញ្ចឹងអូនមានអីដែរទេគឺអូនបានសុំប្តីអូនលេងគ្នារួចហើយតែពេលនេះនៅក្នុងភូមិល្បីរឿងអូនខ្លាំងណាស់តាមពិតគឺរឿងហ្នឹងទេអីហើយពេលនេះអូនអត់មានកន្លែងត្រូវទៅទេអូនសំបាននៅទីនេះផងបានទេបានតាអូនសម្លាញ់អញ្ចឹងអូនទៅប្រមូលអីវ៉ាន់មកនៅទីនេះចុះណាចាបងអូនអត់កង្វល់នៅក្នុងចិត្តហើយតែបងសម្លាញ់ចោះរឿងគ្រឿងពេជ្រដែលបងសន្យាថាឲ្យអូននោះតែយ៉ាងម៉េចទៅហើយអូនចង់ពាក្យវាខ្លាំងណាស់ណែគឺថាពេលនេះប្រពន្ធបងនៅស្រុកខ្មែរអញ្ចឹងហើយបងពិបាកដកលុយខ្លាំងណាស់រងចាំរយៈទៀតសិនទៅណាបណ្ដូលចិត្តបងតែថាមិនអីទេអូនជឿជាក់លើបងនេះអញ្ចឹងអូនសុំទៅយកអីវ៉ាន់សិនហើយបាទអូនបានប្រយ័ត្នខ្លួនផងណាអូនសម្លាញ់លុះពេលនាងលីលីដែលចេញទៅបានស្រាប់តែអ្នកបើកឡានលោកថកែសម្បត្តិបានយករឿងនេះទៅប្រាប់លោកជំទាវតែម្ដងល្អណាស់ដឹងតែស្ពៃហើយនាងអើយហើយចុកកូនសាំងមានអ្វីប្រាប់ម៉ាក់ដែរទេកូនខ្ញុំស្គាល់ទីតាំងនៅផ្ទះជួលនាងហើយម៉ាក់បើម៉ាក់ទៅពេលនេះអាចនឹងជួបនាងអញ្ចឹងកូនទៅជាមួយម៉ាក់ណាកូនទៅដែរម៉ាក់កូននេះចង់ឃើញមុខនាងប្រពន្ធចង់នោះណាយ៉ាងមិនទៅហើយណាលីលីរស់នៅជាមួយប្តីថ្មីសុខស្រួលដែរទេប្រហែលជាអស់ចាស់ជាងប្តីឯងហើយមកទៅនោះកូឡាមយ៉ាងមិននឹកស្មានថាឯងជាមនុស្សបែបនេះសោះមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយដូចជាឯងនេះយ៉ាងមិនយកខ្លួនបៀតទៀតទេតែខ្ញុំថាឯងខឹងខ្ញុំតែម្នាក់វាមិនត្រូវទេព្រោះថាឯងនេះវាសែនល្ងងខ្លាំងគ្រាន់តែរឿងអាស្រូវខ្លួនឯងសោះក៏លាក់មិនចិត្តដែរហើយចេះទម្រាំតែខ្ញុំជាស្រីមាត់ដាច់នោះលាក់មិននឹងចិត្តទេហ៎សំមុខឯងហើយខ្មាស់គេដែរទេឯងនេះថោកទាបខ្លាំងណាស់មីស្រីមុខល្បែងឯងហើយនឹងយើងវាមិនខុសគ្នាប្រហែលទេណាលីលីល្បែងក៏ល្បែងនិយាយដើមគេក៏និយាយដើមគេហើយសូម្បីតែរឿងម៉ៃក្មេងឯងក៏ឯងនិយាយដែរពេលដែលយើងមានបាត់កាលណាយើងនឹងជន់ឯងឲ្យធ្លាក់ដល់បាត់តែម្ដងហើយ
នេះមែនទេមីស្រីយកប្តីគេនោះមុខមាត់ស្អាតបាតដែរតែអវិជ្ជានេះអ៊ំចង់និយាយពីអ្នកណាទេអ៊ំច្រឡំមនុស្សទេដឹងទេខ្ញុំជាប្រពន្ធបងសម្បត្តិឯងមានបញ្ហាដែរទេហាថាម៉េចនេះមករករឿង10ទេជួលផងនេះតែខ្ញុំយកមុខទៅទុកឯណាទៅលោកអើយបានលើមកថាឯងណាលេងប្តីខ្លួនឯងហើយក៏មកតង់ចាប់លោកប៉ារបស់ខ្ញុំស្ដាប់ហើយគួយអស់សំណាចខ្លាំងណាស់ឯងគិតទេថាប៉ាយើងចាស់ប្រពន្ធកូនមកយកស្រីដូចជាឯងនោះដេកចាំដាំជ័យទៅមីស្រីផាត់ប្តីសម្ដីឯងដូចជាឆ្លើយពេកហើយណាមីក្មេងពីម្សិលមួយថ្ងៃសម្ដីនេះនិយាយដាក់មនុស្សដូចជាឯងវាមិនឆ្លើយទេពួកឯងចាប់វាទៅយើងនឹងបដៅវាចេញម្ដងលោកជំទាវបានទះកំភ្លៀងនាងលីលីជាច្រើនដងរហូតដល់បែកមាត់ពួកនេះអាក្រក់ណាស់ព្រោះគ្នាធ្វើបាបខ្ញុំចាំមើលចោលខ្ញុំនឹងប្រាប់បងសម្បត្តិហើយខ្ញុំថានាងគួរតែចាក់ចេញពីជីវិតប៉ាខ្ញុំទៅបើមិនអញ្ចឹងទេនាងច្បាស់ជាត្រូវធ្ងន់ជាងនេះជាមិនខានទេអត់ទេខ្ញុំមិនចាញ់ជាដាច់ខានព្រោះបងសម្បត្តិស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយគាត់សន្យាថានឹងទិញគ្រឿងពេជ្រឲ្យខ្ញុំទៀតផងមកត្រេះមើលតែឯងនេះដូចជាមិនរៀនចាសោះហើយបានអ្នកកសែតចាប់ចូលមកថតវាឲ្យផ្អើលចេញពេញប្រទេសទេចាំមើលតើវាហ៊ានទៀតទេបាទនាងបាទពួកយើងឆាប់ទៅថតទៅមែនណាច្បាស់ណាយើងឆាប់ថតទៅព័ត៌មានលើកនេះដឹងតែផ្ទុកទៀតហើយឆាប់ថតទៅកុំមកថតអីណាឆាប់ថតលីលីអូយត្រូវឈុតធំហើយម្ដងនេះត្រូវចិត្តខ្ញុំខ្លាំងណាស់ណាមិនតាន់ចាប់ត្រឹមហ្នឹងទេ live Facebook បែបនេះវាលឿនជាងអ្នកទាំងអស់គ្នាមើលចាស់ស្រីម្នាក់នេះមកក្រាស់ខ្លាំងណាស់តង់ចាប់លោកប៉ាខ្ញុំមិនព្រមលេងទេធ្វើបានល្អណាស់កូនស្រីពេញចិត្តមកខ្លាំងណាស់កូនចាប់ទៅប៉ុណ្ណឹងបានហើយចាប់ទៅខ្ញុំខ្លាចហើយហួសពេលហើយស្រីជើងល្អនាងឯងនេះស្គាល់សង្គមមួយនេះតិចពេកហើយអ្នកម៉ាក់ប្អូនធីតាបានហើយប្រយ័ត្នត្រូវគេប្តឹងពីបទបរិហាគេជាសាធារណៈទៅម៉ាក់មិនខ្វល់ទេម៉ាក់ជាប្រពន្ធដើមយ៉ាងណាក៏ត្រូវតែឈ្នះដៃជើងម៉ាក់មានច្រើនណាស់ប្រពន្ធចង់ត្រូវតែស្បៃបែបហ្នឹងហើយបានហើយខ្ញុំសុំបងចាបងអ្នកសារព័ត៌មានឈប់ថតទេខ្ញុំខ្លាចហើយខ្ញុំឈប់ហើយកូនថនកូនមើលចាស់អើយនាងលីលីត្រូវប្រពន្ធដើមគេវាត្រោមពេញខ្លួនហើយមើលចាស់ណាហើយអ្នកកសែតច្រើនណាស់ដឹងតែផ្អើផ្ទះជួលជាមិនខានទេដល់ថ្នាក់នឹងផងហើយម៉ែកូនសុំមើលបន្តិចមើលពុទ្ធោលីលីតើពេលនេះអូនយ៉ាងម៉េចទៅហើយណែកូនប្រុសអត់មានចិត្តទុនអាណិតគេទេណាគេធ្វើបាបចិត្តកូនខ្លាំងណាស់នេះកូនភ្លេចអស់ហើយមែនទេអ្នកម៉ែយ៉ាងណាក៏កូនចង់ដឹងពីសុខទុក្ខនាងដែរដោយខ្មាស់គេខ្លាំងពេកខណៈពេលនោះដែរនាងលីលីក៏បានដួលសន្លប់ភ្លាមតែម្ដងម៉ាក់ធ្វើជ្រុលពេកហើយឥឡូវនាងស្លាប់បាត់ហើយឃើញទេខ្ញុំថាយើងប្រញាប់ចាញ់ពីកន្លែងនេះទៅមិនចាំបាច់ខ្វល់ពិបាកចិត្តទេពួកយើងទៅវិញលីលីនេះឯងយ៉ាងម៉េចទៅហើយនឹងហើយលទ្ធផលដែលយកប្តីគេគឺវាបែបហ្នឹងណាតែហើយចោះយើងនេះជួយយកបុណ្យទៅចោះណាបងប្អូនអើយជួយលីលីផងទេបងលីលីបងយ៉ាងម៉េចទៅហើយបងកឡាមនេះតាមេរឿងអីទេប្រពន្ធដើមគេមករករឿងដល់ទីនេះបងថានាំលីលីចូលក្នុងផ្ទះសិនទៅណាបងលីលីហេតុអីក៏បងមិនព្រមនិយាយស្ដីអញ្ចឹងបងលីលីកុំធ្វើបែបនេះអីណាហើយតែប្រាប់ពុកសិនល្អជាងលីលីបានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងនាងគិតតែពីសំងំមិននិយាយស្ដីជាមួយអ្នកណាឡើយខ្លាចហើយខ្ញុំខ្លាចហើយខ្ញុំខ្លាចហើយបងលីលីទៅផ្ទះយើងវិញទៅណាបងកុំខ្លាចអីណាពេញចិត្តហើយមែនទេលោកប្តីនេះគឺជាលើកទី102ហើយណាពេលខ្លះជំទាវអូនធ្វើមិនដឹងមិនលឺខ្លះទៅល្អជាងកុំបំពុលសង្គមខ្លាំងពេកវានាំឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារយើងណាអូនេះបងចង់ថៃអូនមែនទេអូនបំពុលសង្គមក៏ព្រោះតែបងនឹងហើយបងក្បត់ចិត្តអូនម្ដងហើយម្ដងទៀតតែអូននេះតិចចិត្តយ៉ាងម៉េចបានទៅរាល់ថ្ងៃបងឲ្យអូនគ្រប់អស់ហើយតើអូនកុំទាមទារច្រើនជាងនេះទៀតអីបងបកស្រាយទៅមើលក្រែងខួរក្បាលអូននេះវាបាត់បង់ការចងចាំក្នុងផ្នែកណាមួយតើបងបានឲ្យអីដល់អូនខ្លះទៅរាល់ថ្ងៃអូនមិនខ្វះទេលុយក៏មានចាយវិឡាក៏មាននៅឡានក៏មានជិះអូនឯងមានដឹងទេមានមនុស្សជាច្រើនណាស់ដែលចង់បានវាសនាដូចជាអូនមិនចាំបាច់ទៅដល់គិតទេសូម្បីតែសម័យក៏សម័យមិនចេញផងអ្វីគ្រប់យ៉ាងបងយកឲ្យអូនអស់ទៅហើយលើកលែងតែផ្កាយនៅលើមេឃទេដែលបងយកមកឲ្យអូនមិនបានអញ្ចឹងហ៎រាល់ថ្ងៃនេះតើអ្នកណារស់ស៊ីចិញ្ចឹមអ្នកណាឲ្យប្រកាសទៅឬក៏បងមានស្រីច្រើនរហូតដល់ភ្លេចខ្លួនហើយបានហើយកុំលឹកពីរឿងចាស់ទៀតអីបងគ្រាន់តែចង់ប្រាប់ឲ្យអូនដឹងថាអូនមានគ្រប់យ៉ាងអស់ហើយ
អូនចាំបាច់ឈឺក្បាលរឿងបងមានស្រីទេភាពស្មោះត្រង់គឺជារឿងចាំបាញ់បើបងនៅតែមានផែនការក្បត់អូនស៊ូណាស់មេម៉ាយកូនពីរវិញល្អជាងបានហើយបងចង់ទៅណាក៏ទៅចោះខ្ញុំហត់ហើយព្រោះវាច្រំដែលពេកបងមិនទៅណាចោលអូនទេហើយបងក៏មិនហ៊ានសន្យាដែរតែបងនឹងព្យាយាមជំទាវអូនឈប់សិនមើលណាបងគ្មានថ្ងៃបោះបង់អូនចោលទេហើយស្ពៃហើយខ្ញុំឲ្យតែមានស្រីដឹងតែមានបញ្ហាក្នុងផ្ទះតែម្ដងតើគ្រួសារអ្នកទាំងអស់គ្នាដូចគ្រួសារខ្ញុំដែរទេកូនស្រីលេបថ្នាំសម្រួលអារម្មណ៍សិនទៅណាកូនកុំគិតច្រើនពេកណាយ៉ាងណាក៏កូនស្រីនៅមានឪពុកម្ដាយបងប្អូនយើងដែរខ្ញុំខ្លាចហើយកុំថត់អីកុំថន់បងថន់ជួយអូនផងបងអូនដឹងខុសហើយបងហើយកុំថត់ខ្ញុំអីកុំហើយមិនគួរណាកូនខ្លាយទៅជាបែបនេះសោះពីដំបូងពុកខឹងនឹងឯងខ្លាំងណាស់តែពេលនេះពុកមើលឯងនឹងភ្នែកគឺមិនបានទេម៉ែវានៅមើលកូនទៅណាខ្ញុំទៅផ្ទះកូនថនមកផ្លែតពេលនេះសុខភាពនៃថនក៏បានធូរស្រាលឡើងវិញហើយថែមទាំងមានមុខរបរត្រឹមត្រូវទៀតផងកូនថនជួយប្អូនផងទៅកូនអើយពុកមិនដឹងជាទៅពឹងអ្នកណាទេមានរឿងអីទៅពងពេលនេះប្រពន្ធឯងឈឺធ្ងន់ហើយកូនហូបបាយក៏លេងកើតផឹកទឹកក៏លេងចូលហើយសូម្បីតែថ្នាំក៏នាងព្រមលេបដែរគិតតែពីស្រែករោគឈ្មោះឯងមិនឈប់នោះទេដល់ថ្នាក់នឹងផងឯងបងប្រុសដូចជាសម្ដែងពេកទៅដឹងអីហើយចុះពេលធ្វើបាបចិត្តកូនប្រុសខ្ញុំនោះមិនក៏មិនគិតផងយ៉ាងណាក៏លីជាក្មួយឯងមិនកើតដែរណាឯងក៏មិនចង់ឲ្យនាងស្លាប់ទេមែនទេវាជារឿងក្រុមគ្រួសារបងឯងទេមិនពាក់ព័ន្ធអីនឹងគ្រួសារខ្ញុំឡើយឯងនេះមាត់រឹងតាំងតែពីក្មេងមកមិនកែមែនកូនថនទៅមើលប្អូនបន្តិចទៅកូនអើយពុកសុំវល់ឯងទៅចុះណាកូនពុកមិនចង់របេះកូនទេពុកកុំធ្វើអញ្ចឹងអីមិនអីទេខ្ញុំទៅក៏បានដែរពុកកូនថនកុំទៅរវល់នឹងផ្ទះនឹងទៀតអីណាកូនបងប្អូនតែសាច់អាចដោយខ្លួនទេណាម៉ែយើងធ្វើតែល្អទៅកូនដឹងថាអ្វីគួរអ្វីមិនគួរហើយឆាប់ទៅកូនចំណែកឯងនៅទីនេះហើយអញដាក់មកកញ្ញឥឡូវហើយប្រកាន់សូមបីទៅកូនក្មួយឯងមិនឲ្យខ្ញុំប្រកាន់យ៉ាងម៉េចទៅបើកូនបងឯងធ្វើបាបចិត្តកូនខ្ញុំនោះលីលីពុកនាំប្តីឯងមកមើលឯងហើយលីលីនៅតែមិននិយាយស្ដីអ្វីទាំងអស់បងពិតជាសោកស្ដាយខ្លាំងណាស់ដែលឃើញអូនខ្លាយទៅជាបែបនេះហើយបងក៏សង្ឃឹមថាអូននឹងបានធូរស្បើយក្នុងពេលឆាប់នេះទៅចុះខណៈពេលនេះអូនកំពុងតែឈឺអញ្ចឹងហើយអូនត្រូវតែគិតអ្វីដែលជាវិជ្ជមានរឿងណាដែលមិនល្អអូនគួរតែទម្លាក់ចោលខ្លះទេបងថនឲ្យអូនសុំទោសផងណាអូនកូនណាផិតក្បត់បងសោះអូនពិតជាអាម៉ាស់មកចំពោះបងខ្លាំងណាស់ហើយអូនក៏អរគុណបងដែរដែលបងមកសួរសុខទុក្ខអូនបងយល់អារម្មណ៍មួយនេះច្បាស់ណាស់នៅពេលដែលយើងឈឺគឺត្រូវការកម្លាំងចិត្តខ្លាំងបំផុតបងថនតើអាចទេបើយើងពីរអ្នកចាប់ផ្ដើមជាថ្មីនោះបើអញ្ចឹងពុកទៅមើលម៉ែឯងស្លសិនណាកូនពុកទៅហើយបងថាអូនសម្រាកចុះណាបងទៅផ្ទះវិញហើយភ្លេចគិតថាមានការងារត្រូវដោះស្រាយមិនទាន់បងលាសិនហើយម៉ែតែត្រូវសម្ដែងឈឺធ្ងន់ជាងនេះហើយទៅបានបើបណ្ដោយឲ្យកូនថនចេញជប់ផ្ទះលីលីទៀតគឺមិនបានទេខ្ញុំត្រូវរកវិធីផ្សេងហើយទៅបានអូកូនថនមកដល់ល្មមយ៉ាងម៉េចហើយកូនលីលីបាក់ទឹកចិត្តខ្លាំងណាស់ម៉ែខ្ញុំថាម៉ែគួរទៅសួរសុខទុក្ខនាងខ្លះទៅអត់ទេម៉ែមិនទៅទេតែម៉ែនឹងទៅរឿងផ្សេងវិញរឿងអីទៅម៉ែនេះម៉ែចង់ធ្វើអីហ្នឹងម៉ែថាកូនឯងនេះល្មមគិតគូររកប្រពន្ធថ្មីហើយម៉ែបានសម្លឹងនារីម្នាក់ទុកឲ្យកូនរួចហើយណាសំខាន់កូនឯងនេះត្រូវតែដោះស្រាយរឿងលេងលះជាមួយនឹងលីលីស្អីគេនោះឲ្យឆាប់ចប់ទៅខ្ញុំមិនទាន់បានគិតរឿងហ្នឹងទេម៉ែរស់នៅម្នាក់ឯងក៏សប្បាយម្យ៉ាងដែរមិនសូវមានសម្ពាធផងមិនបានទេដាច់ពូជស្លាប់ហើយកូន
ម៉ែថាកូនណាគូតែមើលនាងមលីលេងទៅអីកូនម៉ែនេះចង់បាននាងមកធ្វើជាកូនប្រសានណាមិនបានទេម៉ែលេងបងទៅយកប្អូនមិនកើតទៅអ្នកភូមិគេនាំគ្នានិយាយដើមស្លាប់មិនខានទេធ្វើតាមម៉ែទៅកូនដើម្បីឲ្យនាងលីលីនោះក្អួតឈាមស្លាប់តែម្ដងទៅម៉ែនេះវាសែនស្អប់នាងនឹងខ្លាំងណាស់ឲ្យល្មមបានហើយម៉ែវាខួរក្បាលគិតតែពីរឿងអវិជ្ជមានឈប់បានក៏ឈប់ទៅខ្ញុំសុំណាកូនថនគេធំហើយឲ្យកូនរៀនចេះសម្រេចចិត្តដោយខ្លួនឯងផងទៅខ្ញុំថាធ្វើគឺធ្វើហើយកូនថនត្រៀមខ្លួនទៅចាំម៉ែតែស្ដីនៅដឹងក្មួយម៉ាលីឲ្យម៉ែកុំធ្វើអញ្ចឹងអីបដោយតាមមកខ្យល់សិនតកូនបន្តិចទៀតត្រូវបំណងរបស់តាលពីនឹងមកហើយបាទពងចុះកូនឯងគិតបែបណាដែរចំពោះលីលីនោះខ្ញុំមិនចង់មានរបួសស្នាមម្ដងហើយម្ដងទៀតទេពងម្យ៉ាងទៀតអូនលីលីក៏មិនដែលស្រឡាញ់ខ្ញុំដែររស់នៅរៀងខ្លួនបែបនេះគឺល្អបំផុតហើយគិតមើលឲ្យច្បាស់សិនទៅណាកូនបើអាចលើកលែងបានគួរតែលើកលែងទៅកូនអើយក្រោយពេលភ្លៀងមេឃគង់ស្រឡះលីលីអើយម៉ែក្មេកកូនឯងយកផ្លែឈើមកលេងឲ្យកូនលីលីនៅក្នុងបន្ទប់ណាម៉ែថនអត់ទេនេះខ្ញុំអត់បានមកលេងលីលីទេខ្ញុំមករឿងផ្សេងតែរឿងអីទៅម៉ែថនគឺខ្ញុំចាំមកស្ដីនៅដឹងក្មួយម៉ាលីឲ្យទៅកូនថនតែអ្នកឲ្យនៅបងប្រាប់គិតយ៉ាងម៉េចដែរកូនថនគេពេញចិត្តក្មួយម៉ាលីណាអញ្ចឹងតែបានជាបងថនកិច្ចពីសំណួរខ្ញុំតាមពិតគាត់ស្រឡាញ់ប្អូនម៉ាលីសោះនេះឯងឈួតហើយមែនទេម៉ាអាថនឯងធ្វើបែបនេះដើម្បីស្អីទៅខ្ញុំគ្រាន់តែចង់ឲ្យកូនថនបានជួបនឹងមនុស្សល្អដូចជាក្មួយម៉ាលីមិនបានទេអីពុកវាកូនលីលីបាត់ខ្លួនពីបន្ទប់ហើយថាម៉េចចុះកូនវាទៅណាទៅឯងណែបើអញ្ចឹងខ្ញុំទៅវិញសិនហើយណាលីលីក៏បានរត់ទៅកន្លែងមួយដែលគ្មានមនុស្សសោះហេតុអីក៏បងស្រឡាញ់ប្អូនស្រីម៉ាលីអញ្ចឹងស្រីមកកកងមិនក៏បងមិនស្រឡាញ់ហើយមកស្រឡាញ់អីចាំប្អូនស្រីខ្ញុំអញ្ចឹងខ្ញុំទទួលយកមិនបានទេរឿងមួយខ្ញុំធ្វើចិត្តមិនទាន់បានផងឥឡូវមកជប់រឿងមួយទៀតខ្ញុំមិនអាចប្រឈមមុខបានឡើយនេះអូនចង់ធ្វើអីហ្នឹងលីលីឡើយខ្ញុំទេបងមិនចាំបាច់មកខ្វល់ពីខ្ញុំទេទុកឲ្យខ្ញុំទៅតាមផ្លូវរបស់ខ្ញុំចុះជីវិតរបស់យើងម្នាក់គឺមានតម្លៃខ្លាំងណាស់ហើយការគិតខ្លីបែបនេះមិនមែនជាដំណោះស្រាយដែលល្អទេគ្មានអ្នកណាស្រឡាញ់ខ្ញុំទេឡើយពិភពលោកមួយនេះពិតជាចិត្តអាក្រក់ខ្លាំងណាស់គឺខ្លួនយើងនេះហើយដែលត្រូវស្រឡាញ់ខ្លួនយើងឲ្យបានច្រើនបើយើងមិនចេះស្រឡាញ់ខ្លួនយើងផងតើឲ្យនរណាគេមកស្រឡាញ់យើងទៅបានហើយបងត្រឡប់ទៅរៀបការជាមួយប្អូនម៉ាលីទេខ្ញុំចង់នៅម្នាក់ឯងថាម៉េចបងនេះហ៎រៀបការជាមួយប្អូនម៉ាលីនោះមិនអាចទៅរួចទេបងមិនចាំបាច់មកកុហកខ្ញុំទេខ្ញុំដឹងរឿងអស់ហើយខ្ញុំក៏មិនទៅជូនពរឲ្យបងនៅប្អូនម៉ាលីមានសុភមង្គលរហូតទេចុះអូនលីលីស្រឡាញ់បងដែរទេអូនធ្លាប់ស្រឡាញ់បងខ្លះទេពេលមុនខ្ញុំទទួលស្គាល់មែនថាខ្ញុំមិនដែរស្រឡាញ់បងឡើយប៉ុន្តែពេលនេះខ្ញុំរស់ខ្វះបងមិនបានពិតមែនតែអ្វីវាហួសបាត់ទៅហើយទោះបីចង់បកក្រោយក៏មិនបានដែរមែនហើយប្អូនម៉ាលីនាងស័ក្តិសមជាមួយបងណានាងក៏មិនអាចខូចខលដូចជាខ្ញុំឡើយបងស្រឡាញ់ប្អូនម៉ាលីដូចជាប្អូនបង្កើតបងអញ្ចឹងហើយមនុស្សស្រីដែលបងស្រឡាញ់គឺមានតែម្នាក់គត់គឺនារីដែលឈរចំពោះមុខបងនេះហើយបងថននេះបងមិនបានស្អប់ខ្ពើមអូនទេមែនទេបងឱកាសរបស់អូនគឺនៅតែមានចំណេញតើអូនព្រមកាន់ដៃបងរហូតដែរទេអូនព្រមហើយលោកប្តីទោះបីជាអូនអរគុណបង10000ដងទៀតក៏មិនស្មើនឹងការប្រពន្ធរបស់បងដែរអរគុណហើយលោកប្តីចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់ក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្តចប់ដោយបរិបូរណ៍សូមអរគុណ